ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំសូមធ្វើការចែករំលែកតាក់ទងពីប្រធានបទនៅទីនេះមូលដ្ឋានគ្រឹះនៃសុខភាពល្អមូលដ្ឋានគ្រឹះនៃសុខភាពល្អគឺធ្វើឲ្យអរម៉ូនមានលំនឹងស្រួលខ្លួនមិនងាយឈឺហើយមានសុខភាពល្អទី1ចូលញ៉ាំល្អចូលកាត់បន្ថយជាតិផ្អែមអាហារមិនល្អចូលជៀសវាងប៉ុន្តែសូមទទួលទានអាហារសរីរាង្គវិញទី2ហាត់ប្រាណដើររត់ឬក៏ហាត់ប្រាណនៅផ្ទះចំនួន30នាទីឬក៏60នាទីទី3ថែខ្លួនចូលងូតទឹកសម្អាតខ្លួនឲ្យបានស្អាតទី4គ្រឿងសម្អាងគីមីខ្លាំងត្រូវប្រើប្រាស់ផលិតផលដែលសុទ្ធដែលមានប្រភពច្បាស់លាស់ទី5រក្សាសំណើមចូលផឹកទឹកឲ្យបានគ្រប់គ្រាន់ទី6ចូលគេងឲ្យបានគ្រប់គ្រាន់ចូលគេងយ៉ាងហោចណាស់ឲ្យបាន8ម៉ោងទី7គិតវិជ្ជមានចូលរក្សាផ្លូវចិត្តឲ្យបានល្អរីករាយឲ្យបានច្រើនសូមអរគុណជម្រាបលា